ពលរដ្ឋដែលអស់លុយកៈអស់ទ្រព្យសម្បត្តិដោយសារតែក្រុមហ៊ុនពិភពដីមាសប្រមាណជាង300នាក់បានមកប្រមូលផ្ដុំគ្នាជាថ្មីនៅមុខតុលាការរាជធានីភ្នំពេញដើម្បីតាមដានសវនាការជាលើកទី3នៅព្រឹកថ្ងៃទី20ខែឧសភាឆ្នាំ2026ពាក់ព័ន្ធទៅនឹងសំណុំរឿងក្រុមហ៊ុនពិភពដីមាសបោកប្រាស់ពលរដ្ឋមួយខែដល់ដំណើរធានាទៀតទៀតក៏គ្មាននៅកូនមកខាងរៀនសោតពលរដ្ឋទាំងនោះមកពីបណ្ដាខេត្តផ្សេងគ្នាដែលអ្នកខ្លះមកដល់តុលាការតាំងពីពេលទៀបភ្លឺព្រោះចង់តាមដាននិងទាមទារឲ្យតុលាការពន្យាការដោះស្រាយសំណងជូនជនរងគ្រោះវិញសម្រាប់បងប្អូនយើងអស់គ្នាអាចរងចាំបានទេ30ថ្ងៃអត់បានទេក្រោយបញ្ចប់សវនាការតុលាការទុកពេលឲ្យតំណាងពលរដ្ឋចំនួន30ថ្ងៃដើម្បីបន្ថែមភស្តុតាងពាក់ព័ន្ធក៏ប៉ុន្តែក្រមប្រជាពលរដ្ឋបានប្រតិកម្មភ្លាមដែលបានបិទផ្លូវនៅមុខតុលាការនិងទាមទារឲ្យតុលាការចាត់វិធានការចំពោះម្ចាស់ក្រុមហ៊ុនពិភពដីមាសលោកហ៊ីកំហុងនិងបកពួកជាង20នាក់ទៀតខ្ញុំអត់យកឯងកូនខ្ញុំអត់យកឯងខ្ញុំយកឥឡូវហ្នឹងចាគាត់ធានាគេអត់ទុកពេលឲ្យខ្ញុំទេចាខ្ញុំអត់យកហ្មងដាច់ខាតហើយថ្ងៃហ្នឹងខ្ញុំស្នើបើសិនជាឧបមាថាមិនចាប់អាហ៊ីកំហុងទៀតគឺពួកខ្ញុំអត់ទៅទេចាប់អាហ៊ីកំហុងថ្ងៃហ្នឹងចាលើកទី3ហើយមិនលើកទី1ទេលើកទី3ខ្ញុំជឿចាប់តើយើងតែម៉ែទៅវិញកាពីសោះអីមិនស្ដាប់ទេទៅវិញសហមេធាវីការពារក្តីឲ្យប្រជាពលរដ្ឋអ្នកស្រីតាំងស៊ីនហុងបញ្យល់ថាប្រជាពលរដ្ឋមិនអាចធ្វើអ្វីតាមចិត្តបាននោះទេគឺត្រូវអនុវត្តតាមដំណាក់កាលច្បាប់ជាមុនសិនអ្នកស្រីថែមទាំងស្រែកយំទៀតផងចាំនិយាយថា30ថ្ងៃហ្នឹងឱកាសយើងដាក់ផតតាង30ថ្ងៃឱកាសយើងត្រៀមផតតាងដល់ពេលយើងគ្រប់ផតតាងហើយយើងប្រាប់តុលាការថាឥឡូវផតតាងគ្រប់អស់ហើយសូមតុលាការពន្លឿននីតិវិធីក្នុងការប្រកាសឲ្យចេញសាលក្រមចាពេលហ្នឹងយើងមិន30ថ្ងៃចេញសាលក្រមណាយើងនឹងខំពន្លឿនទៅថាមិនដឹងជា30ថ្ងៃឬក៏លើស30ថ្ងៃប៉ុន្តែអា30ថ្ងៃនេះគេឲ្យយើងដាក់ផតតាងចាផតតាងដើម្បីរៀនមកធ្វើរចនាសម្ព័ន្ធមិនណាគេខុសបានលុយប៉ុន្មានណាកណាអញ្ចឹងណាបើតាមប្រជាពលរដ្ឋអ្នកចាញ់បោកក្រុមហ៊ុនពិភពដីមាសសរុបមានជាង8000នាក់ពលរដ្ឋជាច្រើនអះអាងថាបច្ចុប្បន្នពួកគាត់កំពុងធ្លាក់ខ្លួនក្រីក្រហើយវត្តកនឹងបំណុលធនាគារដោយអ្នកខ្លះថាសំបីតែថ្លៃធ្វើដំណើរមកតុលាការក៏ត្រូវខ្ចីលុយគេមកដែរដល់ពេលគ្រាន់តែដាក់ដីនឹងក្រឹបទៅកូនក៏ធ្លាក់ប្រាត់ប្រាស់គ្នាយើងចិញ្ចឹមចៅហើយវាអត់មានអ្នករកហើយដល់ក៏ធ្លាក់ខ្លួនឈឺទៅសប្ងៃហ្នឹងតាំងដីឡូហ្នឹងមកធ្លាក់ខ្លួនទិញអង្គគេយើងធ្លាប់តែអត់រកស៊ីដីឡូយើងលក់អង្គគេដល់ពេលឥឡូវហ្នឹងវាអស់លេងលួតរស់ថ្ងៃរស់ដោយសារតែទឹកចិត្តទេបើរស់ពិបាកជាស្លាប់ទៀតរលុយសងគឺអត់បានរលុយចិញ្ចឹមតែខ្លួនឯងមិនចង់រស់ផងព្រោះវាអស់ពីខ្លួនអលីងហើយថ្ងៃសំបីតែខោមកកាផ្លេនឹងស្លៀកមួយឆ្នាំមិនទាន់បានមានលុយទិញផងខ្ញុំលក់អស់ទ្រព្យដូចជាដីធ្លីធ្លាប់បង្កើនផលរាល់ឆ្នាំអញ្ចឹងលក់បងអត់គ្រប់ទៀតនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអាតជំរុញឲ្យតុលាការពន្យាការដោះស្រាយសំណងជូនជនរងគ្រោះដើម្បីសម្រាលបន្ទុកជីវភាពរបស់ពួកគេដែលកំពុងធ្លាក់ក្នុងវិបត្តិបំណុលនិងធ្លាក់ខ្លួនឈឺម្ចាស់ក្រុមហ៊ុនពិភពដីមាសលោកហ៊ីកំហុងនិងបកពួកមួយចំនួនធ្លាប់ត្រូវបានតុលាការចាប់ខ្លួនតាមបណ្ដឹងរបស់ប្រជាពលរដ្ឋពីបទឆបោកលុយក៏ប៉ុន្តែក្រោយមកជនរងគ្រោះមួយចំនួនបានស្នើឲ្យតុលាការដោះលែងអតីតអុកញ៉ារូបនេះនិងបកពួកវិញដោយរំពឹងថាអាចឆាប់បានដំណោះស្រាយពេលមេក្រុមហ៊ុននេះបានចេញក្រៅឃុំយ៉ាងណាពលរដ្ឋក៏សម្គាល់ថាតាំងពីដោះលែងមកដំណោះស្រាយក៏គ្មានហើយម្ចាស់ក្រុមហ៊ុនលោកហ៊ីគឹមហុងក៏បាត់មុខ